កាលពីយូរលង់ណាស់មកហើយមានព្រះចាស់ស្ត្រីមួយអង្គបានប្រសូតសត្វលាមួយក្បាលពុទ្ធជារាជរាល់រូបនៅក្នុងនគរមានក្តីរន្ធត់ពន់ពេកតែព្រះមហាក្សត្រមានព្រះរាជតីស្រឡាញ់និងបានចិញ្ចឹមសត្វលានោះបីដូចជាព្រះរាជបុត្រមួយអង្គរបស់ព្រះអង្គព្រះមហាក្សត្រទ្រង់បានចេញបញ្ជាឲ្យវាកំទេចកញ្ចក់ឆ្លុះមុខទាំងអស់ដើម្បីកុំឲ្យព្រះរាជបុត្របានដឹងថារាងកាយរបស់ព្រះអង្គគឺជាសត្វលាព្រះអង្គម្ចាស់លាចូលចិត្តតន្ត្រីព្រះអង្គតែងតែលេងចាប៉ីជារៀងរាល់ថ្ងៃមួយពេលព្រះអង្គកំពុងតែលេងចាប៉ីនៅក្បែរទន្លេមួយព្រះអង្គក៏បានទតឃើញរូបព្រះអង្គឆ្លុះទៅក្នុងទឹកនេះជាលើកទី1ហើយដែលព្រះអង្គទតឃើញរូបរបស់ព្រះអង្គស្លុតហឫទ័យណាស់ពេលឃើញរូបរាងដ៏អាក្រក់របស់ទ្រង់ព្រះអង្គម្ចាស់លាបានរត់គេចទៅកាន់ព្រះអាណាចក្រមួយទៀតនៅពេលដែលទ្រង់កំពុងអង្គុយលេងចាប៉ីនៅតាមផ្លូវព្រះអង្គក៏បានឃើញម្ចាស់ស្ត្រីមួយអង្គដោយម្ចាស់ស្ត្រីពេញចិត្តនឹងបទភ្លេងដែលទ្រង់បានលេងនោះព្រះនាងក៏នាំទ្រង់ទៅព្រះរាជវាំងព្រះអង្គម្ចាស់លាក៏មានហឫទ័យស្រឡាញ់ព្រះនាងដែរព្រះអង្គម្ចាស់លាទូលសូមព្រះរាជាធ្វើជាស្វាមីរបស់ព្រះនាងដំបូងព្រះរាជាបានបដិសេធតែព្រះរាជាបានទតឃើញថាបុត្រីព្រះអង្គក៏មានហឫទ័យស្រឡាញ់ព្រះអង្គម្ចាស់លាដែរដូច្នេះព្រះអង្គក៏រៀបចំមង្គលការយ៉ាងឱឡារិកឲ្យអ្នកទាំងពីរនៅពេលយប់ក៏មានរឿងចម្លែកមួយកើតឡើងព្រះអង្គម្ចាស់លាបានចាប់ផ្ដើមបកស្បែកទ្រង់ចេញបន្តិចម្ដងបន្ទាប់មកក៏ក្លាយទៅជាព្រះអង្គម្ចាស់មួយអង្គដ៏ស្រស់សង្ហាអាមាត្យមិនបង្អង់យូរក៏នាំគ្នាប្រមូលស្បែកលាហើយដាក់ចូលទៅក្នុងភ្លើងដែលកំពុងឆេះព្រះអង្គម្ចាស់ដ៏ស្រស់ស្អាតមានហឫទ័យរីករាយជាខ្លាំងទ្រង់មានបន្ទូលទៅកាន់ពួកអាមាត្យថាពួកលោកបានបំផ្លាញបណ្ដាសាមកលើរូបខ្ញុំហើយព្រះមហាក្សត្រមានព្រះរាជតីរាយណាស់ចំពោះព្រះអង្គម្ចាស់លាតាំងពីពេលនោះមកព្រះអង្គម្ចាស់និងម្ចាស់ស្ត្រីបានគង់នៅជាមួយគ្នាប្រកបដោយសុភមង្គលជាដរាបទៅ